ប្រែคล้ายពីទូរស័ព្ទដែលធ្លាក់បែកមានសភាពបែបនេះឲ្យត្រឡប់មកភាពបែបនេះវិញសួស្តីអ្នកគ្នានៅក្នុងដៃរបស់ខ្ញុំនេះគឺជា iPhone 15 Pro Max ដែលមានបញ្ហាជាមួយនឹងការធ្លាក់បែកម៉ត់ខ្លាំងគឺបើគាត់ខូចទាំងអេក្រង់ខាងមុខទូរបស់គាត់បាក់ហើយក្នុងក្រោយរបស់វាក៏បែកខ្ទេចផងដែរដើម្បី sell ថវិកាភ្ញៀវបានផ្លាស់ប្ដូរជាមួយនឹងអេក្រង់ស៊ីនតួស៊ីនប៉ុន្តែក្នុងក្រោយគឺគាត់យកប្រភេទខ្នងថ្មីមិនថាខ្នងថ្មីឬក៏ខ្នងស៊ីនមិនសិនទេបើសិនជាជាងដែលផ្លាស់ប្ដូរមានជាងជំនាញផ្លាស់ប្ដូរមានសភាពស្អាតគឺយើងមើលទៅគឺមើលដឹងទេចំពោះតួរបស់វាវិញគឺយើងជ្រើសរើសយកប្រភេទតួស៊ីនដោយសារតែយើងដឹងថា Titanium ស៊ីនគឺបានវាធន់ហើយចំពោះការបិទចូលគឺយើងបានប្រើជាមួយនឹង Scotch ជំរាបទឹកដែលមានគុណភាពយើងបានបន្ថែមជាមួយនឹងកាយដើម្បីផ្ដល់ភាពស្អាតបន្ថែមនៅពេលដែលយើងបិទចូលអញ្ចឹងការបិទចូលនេះគឺយើងប្រើប្រាស់ជាមួយនឹង Scotch ជំរាបទឹកដែលល្អហើយយើងធ្វើការគ្រីបជាមួយនឹងម៉ាស៊ីនគ្រីបរបស់យើងដើម្បីបង្កើនកម្ដៅធ្វើឲ្យ Scotch ជាមួយនឹងតួខ្នងគឺអបចូលគ្នាបានស្អាតបន្តមកទៀតយើងចាប់ផ្ដើមធ្វើការដោះជាមួយនឹងផ្នែកគ្រឿងបង្គុំផ្សេងៗដែលមាននៅលើតួចាស់ដូចជាដុំញ័រ speaker ឬក៏គូសាកធ្វើការចាប់ចូលជាមួយនឹងតួស៊ីនដែលស្អាតអញ្ចឹងបន្ទាប់ពីធ្វើការចាប់ចូលតាក់ទងជាមួយនឹងគូសាកដុំញ័រ speaker នៅផ្នែកខាងក្រោមរួចរាល់ហើយយើងចាប់ផ្ដើមកឹបជាមួយនឹងបតចូលហើយចាប់ផ្ដើមចាប់ជាមួយនឹងគ្រឿងបង្គុំនៅផ្នែកខាងលើដូចជាកាមេរ៉ាមុខ Opener ទៅជាក៏ដូចជាកាមេរ៉ាខាងក្រោយផងដែរចំពោះកាមេរ៉ាគឺយើងត្រូវមានការប្រុងប្រយ័ត្នផ្លុំឲ្យបានល្អិតល្អន់ក្រែងលោមានកំទេចកំទីមួយក៏យើងចាប់ចូលទៅក៏វាស្អាតដែរអញ្ចឹងវាទាមទារឲ្យយើងធ្វើការសម្អាតឲ្យបានស្អាតមុននឹងចាប់ចូលហើយបន្តមកទៀតយើងចាប់ផ្ដើមជាមួយនឹងការដាក់ Scotch ជំរាបទឹកបន្ថែមជាមួយនឹងការសិតបន្ថែមទាំងផ្ទៃអេក្រង់ក៏ដូចជា Scotch ជំរាបទឹកនៅលើតួរបស់វាហើយបន្តមកទៀតចាប់ផ្ដើមបើកសិនដើម្បីតេស្តជាមួយនឹងអេក្រង់របស់យើងថាវាដំណើរការ 100% មុននឹងយើងអបចូលជាមួយនឹងតួរបស់យើងតែម្ដងនៅក្នុងវីដេអូនេះគឺខ្ញុំកាត់ទេចំពោះប្រសេសនៃដំណើរការពេញគឺវារៀងយូរបន្តិចដោយសារតែពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺជាងយកចិត្តទុកដាក់មិនថាការបាត់ចូលការសម្អាតគឺធ្វើយ៉ាងណាកុំឲ្យមានកំទេចកំទីនៅសល់នៅពេលដែលយើងបាត់ចូលបន្ទាប់ពីធ្វើការអបអេក្រង់ចូលហើយយើងមិនភ្លេចទេនៅប្រសេសដដែលរបស់យើងគឺអុកចូលជាមួយនឹងម៉ាស៊ីនកម្ដៅរបស់យើងដើម្បីបន្ថែមកម្ដៅឲ្យ Scotch ជំរាបទឹកជាមួយនឹងតួហើយនឹងអេក្រង់គឺអបចូលគ្នាបាន 100% មួយទៀតគ្រាន់តែមកឆាគូតចូលអូខេទូរស័ព្ទរបស់យើងផ្លាស់ប្ដូររួចរាល់ហើយប្រសេសចុងក្រោយគេខ្ញុំមិនភ្លេចទេសម្រាប់តេស្តជាមួយនឹងគុណភាព Scotch ជំរាបទឹករបស់យើងថាវាដំណើរការ 100% តែយើងមានម៉ាស៊ីនដើម្បីតេស្តជាមួយនឹងកម្រិតខ្យល់ចេញចូលថាវាមានកន្លែងណាដែលលេចជ្រាបឬក៏ចូលដែរឬអត់អញ្ចឹងប្រសិទ្ធចុងក្រោយគឺវាបានបង្ហាញថា OK done ទូរស័ព្ទរបស់យើងគឺគុណភាពអាចទុកចិត្តបានដោយ Apple Original តែម្ដងបើអ្នកទាំងគ្នាកំពុងប្រើប្រាស់ទូរស័ព្ទដៃមានបញ្ហាទាក់ទងជាមួយនឹងការធ្លាក់មិនថាបែកខ្នងខូចតួខ្ទេចអេក្រង់ទោះបីជាធ្ងន់ជាងនឹងក៏ដោយក៏1 មីនិតអាចជួយបាន